សំណួរតើប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញនៅឆ្នាំណាចម្លើយប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញនៅឆ្នាំ1953គឺថ្ងៃទី9វិច្ឆិកាឆ្នាំ1953ពីតើការទទួលបានឯករាជ្យនេះមានអត្ថន័យយ៉ាងไรខ្លះចំពោះកម្ពុជាការទទួលបានឯករាជ្យនេះមានអត្ថន័យចំពោះកម្ពុជាដូចជាជាថ្ងៃដែលប្រជាជនកម្ពុជារួចផុតពីការគៀបសង្កត់ការបង្ខំឲ្យបងប្អូនយ៉ាងធ្ងន់ធ្ងរសិក្សារពើពីសំណាក់បារាំងប្រជាជនមានសិទ្ធិសេរីភាពនិងមានសិទ្ធិក្នុងការសម្រេចជោគវាសនាប្រទេសជាតិដោយខ្លួនឯងប្រជាជនកម្ពុជារក្សាបាននូវប្រពៃណីទំនៀមទម្លាប់ជំនឿសាសនាជាតិរបស់ខ្លួនប្រទេសកម្ពុជារួចផុតពីអាណាព្យាបាលបារាំងប្រទេសកម្ពុជាទទួលបានឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាបានដឹកនាំអភិវឌ្ឍជាតិខ្លួនស្របតាមចន្ទៈនិងគោលបំណងរបស់ប្រជាជនកម្ពុជាបានចូលស្នងនឹងស្នាមមាត់លើឆាកអន្តរជាតិ